នេះជារបៀបឆាបាយគ្រឿងសមុទ្រកាពិតទៅវីដេអូឆាបាយខ្ញុំធ្វើមកច្រើនហើយប៉ុន្តែដោយសារពីមុនមកខ្ញុំថតអត់បានល្អទេដូចថាយើងរៀនថតវងអញ្ចឹងថតអត់បានស្អាតទេអញ្ចឹងវីដេអូឆាបាយខ្លះក៏ត្រូវបានលុបចោលថតជាថ្មីហើយវីដេអូខ្លះទៀតថតបានល្អហើយប៉ុន្តែយើងផុសនៅក្នុង Channel YouTube ផ្សេងគ្នាអញ្ចឹងចឹងអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេថាហេតុអីបានវីដេអូមហូបពេលខ្លះចេញមកដូចគ្នាដដែលពេលខ្លះទៅយើងថតដាក់ក្នុង Channel ផ្សេងគ្នាដោយសារយើងមិនមាន Channel YouTube តែមួយណែសម្រាប់គ្រឿងផ្សំគឺមានដូចដែលខ្ញុំបង្ហាញអញ្ចឹងរបៀបធ្វើដំបូងខ្ញុំដាក់ប្រេងឆាហើយដាក់បំពងខ្ទឹមសពេលខ្ទឹមមានក្លិនឈ្ងុយហើយនឹងខ្ញុំដាក់បន្លែការ៉ុតហើយនិងសណ្តែកគួរនៅពេលបន្លែឆ្អិនខ្ញុំដាក់គ្រឿងសមុទ្រចូលឆាចុះឆាឡើងមួយស្ទុះហើយយើងបញ្ញាប់ដាក់គ្រឿងទៅខ្ញុំដាក់ប្រេងខ្យងដាក់ទឹកស៊ីអ៊ីវដាក់ស្ករបន្តិចប៊ីចេងបន្តិចឆាបាយថ្ងៃនេះខ្ញុំអត់ប្រើទឹកត្រីទេខ្ញុំប្រើតែទឹកស៊ីអ៊ីវប៉ុណ្ណោះដើម្បីឲ្យខ្ញុំទទួលបានរសជាតិបាយឆាថ្មីនិងក្លិនឈ្ងុយបែបថ្មីទៀតដាក់គ្រឿងរួចហើយយើងបញ្ញាប់ដាក់បាយចូលមកយើងកុំទុកឲ្យគ្រឿងសមុទ្រឆ្អិនខ្លាំងពេកតែឆ្អិនខ្លាំងពេកហ្នឹងស្វិតលេងសូវឆ្ងាញ់ហើយសម្រាប់ស្លឹកម្រះព្រៅយើងមិនគួរដាក់នៅពេលដែលយើងបិទភ្លើងទេអញ្ចឹងវាធ្វើឲ្យស្លឹកម្រះព្រៅយើងឡើងខ្មៅអញ្ចឹងនៅពេលដែលបាយក្តៅហុយយើងដាក់ស្លឹកម្រះព្រៅចូលមកវាមើលឃើញស្រស់ល្អរួចរាល់ហើយរបៀបឆាបាយគ្រឿងសមុទ្ររបស់យើងនឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាមានកំហុសឆ្គងកន្លែងណាដែលពួកខ្ញុំអត់បានដឹងនោះសូមបងប្អូនទាំងអស់គ្នាអធិស្ឋានផងនេះហើយបើមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូនឹងបានខ្ញុំនឹងឆ្លើយតបនៅពេលដែលខ្ញុំទំនេរអញ្ចឹងណាឥឡូវនេះខ្ញុំសូមជម្រាបលាបងប្អូនទាំងអស់គ្នាសិនហើយយើងនឹងជួបគ្នានៅវីដេអូធ្វើម្ហូបថ្មីជាបន្តទៀតអរគុណច្រើនជម្រាបលាបាយបាយ